សុនយ៉ាត់សេនគឺជាអ្នករំដោះប្រទេសចិនពីនឹមដែកនៃស្ដេចម៉ាន់ជូដែលឥតមានជនណាម្នាក់នឹកភ្នោកឃើញថាអាចនឹងធ្វើទៅកើតសោះសុនយ៉ាត់សេនគឺជារដ្ឋបរិជនជាតិចិនជាគ្រូពេទ្យជាអ្នកទស្សនវិទូនយោបាយដែលបានបម្រើការជាប្រធានាធិបតីបណ្ដោះអាសន្នទី1នៃសាធារណរដ្ឋចិននិងជាមេដឹកនាំទី1នៃបកគូមិងតាងឬគណបកជាតិនិយមនៃចិនគាត់ត្រូវបានគេហៅថាបិតានៃប្រជាជាតិនៅក្នុងសាធារណរដ្ឋចិននិងជាអ្នកនាំមុខនៃបដិវត្តន៍នៅក្នុងសាធារណរដ្ឋប្រជាមានិតចិនសម្រាប់តួនាទីសំខាន់របស់គាត់ក្នុងការបដូររំលំរាជវង្សឈិងក្នុងអំឡុងពេលបដិវត្តន៍ស៊ីនហៃសុនគឺមានតែមួយគត់ក្នុងចំណោមមេដឹកនាំចិនសតវត្សទី20ដែលត្រូវបានគោរពយ៉ាងទូលំទូលាយដោយទាំងបកកុម្មុយនីសនៅចិនដីគោកនិងគណបកជាតិនិយមនៅតៃវ៉ាន់ក៏ប៉ុន្តែត្បិតថាគាត់មានងារជាបិតានៃប្រជាជាតិក៏ពិតមែនតែឆាកជីវិតផ្ទាល់ខ្លួនរបស់គាត់បានជួបប្រទះនៅភាពចម្រូងចម្រាសច្របូកច្របល់ឥតឈប់ឈរទាំងជីវិតរស់នៅជាក់ស្ដែងទាំងឥទ្ធិពលរបស់គាត់ដោយសារតែគាត់បានចំណាយពេលវេលាយ៉ាងច្រើនបំផុតដើម្បីរស់នៅក្នុងភាពជាអ្នកនិរទេសហើយរាល់គម្រោងការនានាដ៏ល្អរបស់គាត់ដូចជាមិនសូវសម្រេចបានទាល់តែសោះក្នុងដំណាក់កាលនោះសុនយ៉ាត់សេនកើតនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1866ក្នុងគ្រួសារកសិករមួយនៅភាគអាគ្នេយ៍នៃប្រទេសចិនដែលនៅមិនឆ្ងាយប៉ុន្មានពីម៉ាកាវនិងហុងកុងសុនយ៉ាត់សេនបានទទួលការបណ្ដុះបណ្ដាលនៅឯសាលារៀនជនបទមួយដែលតម្រូវឲ្យសិស្សសិក្សាតែសៀវភៅពីបុរាណតែប៉ុណ្ណោះលុះអាយុបាន13ឆ្នាំគាត់បានទៅរស់នៅឯកោះហាវ៉ៃនៃប្រទេសអាមេរិកជាទីកន្លែងដែលបងប្រុសច្បងបង្អស់របស់គាត់បានរស់នៅជាមួយនឹងជនអន្តោប្រវេសន៍ឯទីនោះបន្ទាប់ពីរយៈពេល3ឆ្នាំនៃការសិក្សានៅក្រុង Honolulu ដែលក្រុមប្រឹក្សាសាលានេះចាត់ចែងដោយអ្នកកាន់សាសនាគ្រិស្តមកពីប្រទេសអង់គ្លេសនិងការសិក្សាអស់រយៈពេលជាង1ទសវត្សរ៍នៅទីក្រុងហុងកុងសុនយ៉ាត់សេនបានទទួលសញ្ញាបត្រពេទ្យនិងសល្យសាស្ត្រគាត់បានធ្វើជាគ្រូពេទ្យមួយរយៈពេលខ្លីនៅទីក្រុងហុងកុងនាឆ្នាំ1893សុនយ៉ាត់សេនគឺជាអ្នកស្នេហាជាតិម្នាក់ដែលប្រកាន់ប្រពៃណីយ៉ាងតឹងរ៉ឹងជាអ្នកបះបោរដ៏ល្បីល្បាញដែលបានជីករណ្ដៅកប់សន្តតិវង្សម៉ាន់ជូនិងជាពួកជនដែលបានប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងពិភពសង្គមសម្ងាត់ចិននៅក្នុងប្រអប់ខួរក្បាលរបស់គាត់ពោពេញទៅដោយក្តីសុបិនដើម្បីជំរុញប្រទេសចិនដែលដិតដាមជាប់តែសិល្បៈគំនូរនោះឲ្យភ្ជាប់គ្នាជាមួយនឹងបច្ចេកវិទ្យាថ្មីៗគាត់ក៏ព្យាយាមដោយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគម្រោងការសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ1894ប្រទេសចិនបានធ្លាក់ចូលក្នុងភាពចលាចលគឺជាពេលដែលសន្តតិវង្សម៉ាន់ជូបានចុះខ្សោយឯប្រទេសជប៉ុនបានទទួលជោគជ័យលើប្រទេសចិននៅក្នុងសង្គ្រាមដ៏គួរឲ្យអាម៉ាស់មួយតម្លៃដ៏សំខាន់នៃជ័យជំនះសម្រាប់ប្រទេសជប៉ុននៅពេលនោះគឺកោះតៃវ៉ាន់ដែលចិនបានប្រគល់ឲ្យជប៉ុនទៅដាក់ក្រោមនឹមអាណានិគមរបស់ខ្លួនពេលវេលានោះក៏ជាឱកាសដ៏ល្អដែរសម្រាប់រៀបចំឲ្យមានការបះបោរមួយសុនយ៉ាត់សេនបានត្រឡប់មកពីហាវ៉ៃវិញដែលនៅទីនោះពីមុនមកសុនក៏ធ្លាប់ធ្វើការតាក់ទងជាប់រដឹកជាមួយនឹងមិត្តភ័ក្តិថ្មីៗនៅក្នុងក្រុងហុងកុងដើម្បីបង្កើតអង្គការសម្ងាត់មួយក្នុងបំណងនាំយកប្រទេសចិនឲ្យវិលទៅរកស្ថានភាពដើមវិញសុនយ៉ាត់សេនវិលទៅហុងកុងនៅក្នុងឆ្នាំ1895ដោយប៉ុនប៉ងដឹកនាំចលនាកុបកម្មមួយនៅភាគអាគ្នេយ៍ប្រទេសចិនផែនការនេះត្រូវបរាជ័យតាមសំណើរបស់រដ្ឋាភិបាលចិនអង់គ្លេសបានរារាំងសុនយ៉ាត់សេនមិនឲ្យចេញពីហុងកុងពេលនោះប្រទេសជប៉ុនក៏បានក្លាយទៅជាមូលដ្ឋានដ៏សំខាន់របស់សុនយ៉ាត់សេនដើម្បីធ្វើសកម្មភាពបដិវត្តន៍ក្រោយពីត្រូវបានរារាំងមិនឲ្យចូលប្រទេសចិនសុនយ៉ាត់សេនបានទៅរស់នៅប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននិងធ្លាប់បានចេញទៅអឺរ៉ុបកាណាដាសហរដ្ឋអាមេរិកដើម្បីស្វែងរកមូលនិធិត្រៀមធ្វើកុបកម្មនាពេលខាងមុខផែនការទាំងនេះត្រូវបរាជ័យម្ដងទៀតដោយសារតែគុណវិបត្តិមួយចំនួនឯអាវុធក៏មានមិនគ្រប់គ្រាន់នៅឆ្នាំ1905សុនយ៉ាត់សេនបានចាប់ផ្ដើមជំរុញគោលការណ៍នាំមុខមួយចំនួនធំដើម្បីធ្វើការតស៊ូទៅទៀតគោលការណ៍ទាំងនោះគឺជាមនោគមវិជ្ជានៃសង្គមបដិវត្តន៍ដែលមានមូលដ្ឋានទូលំទូលាយហើយដែលគាត់បានបង្កើតក្នុងពេលនេះតែម្ដង
មនោគមវិជ្ជាមួយនេះដែលគេហៅថាគោលការណ៍ទាំង3របស់ប្រជាជនគឺសុនយ៉ាតសេនបានច្របាច់បញ្ចូលគ្នានៅទស្សនវិជ្ជាជាមូលដ្ឋាននៃលទ្ធិជាតិនិយមប្រជាធិបតេយ្យនិងសង្គមនិយមប៉ុន្មានឆ្នាំក្រោយមកសុនយ៉ាតសេនបានជំរុញគំនិតថ្មីនេះបញ្ចូលទៅក្នុងផែនការទាំងមូលរបស់គាត់ដោយបានបង្កើតឡើងនៅកម្លាំងខាងសិលធម៌និងសេដ្ឋកិច្ចដំបូងឡើយគឺគាត់បានបណ្ដេញពួកម៉ាន់ជូចេញហើយបន្តមកទៀតគឺទប់ទល់ការជ្រៀតចូលពីសំណាក់មហាអំណាចបរទេសគាត់ក៏អស់សង្ឃឹមផងដែរក្នុងការនាំយកប្រទេសចិនចេញពីភាពងងឹតសូន្យសុងដោយបង្កើតរដ្ឋាភិបាលថ្នាក់កណ្ដាលមួយដើម្បីទប់ស្កាត់កម្លាំងមូលធននិយមក្នុងវិស័យឧស្សាហកម្មនិងកម្លាំងពួកម្ចាស់ដីនៅឯជនបទបើតាមទស្សនៈរបស់សុនយ៉ាតសេនការកែប្រែប្រទេសចិនមួយឡើងវិញគឺប្រទេសនេះត្រូវតែស្ថិតនៅក្រោមការត្រួតត្រាយ៉ាងម៉ត់ចត់តាមរយៈរចនាសម្ព័ន្ធបកថ្នាក់កណ្ដាលម្យ៉ាងវិញទៀតអ្នកដែលស្មោះត្រង់នឹងគាត់ទាំងឡាយត្រូវតែគោរពគាត់ថាជាមេដឹកនាំផ្ដាច់មុខតែមួយគត់គួរឲ្យដឹងដែរថាសុនយ៉ាតសេនគឺជាមនុស្សម្នាក់ប្រកបដោយភាពសាមញ្ញអត់ធ្មត់និងមានអំណាចតាក់ទាញសម្បើមណាស់នៅក្នុងដំណាក់កាលនៃការរស់នៅនិរទេសដ៏វែងអន្លាយលោកសុនយ៉ាតសេនបានទទួលនៅមូលនិធិពិសេសគឺបានមកពីប្រជាជនចិនដែលរស់នៅឯអាស៊ីអាគ្នេយ៍និងអាមេរិកខាងជើងដើម្បីទ្រទ្រង់ឲ្យគាត់អាចប្រយុទ្ធប្រឆាំងនឹងគូសត្រូវនយោបាយទាំងឡាយរបស់គាត់ទាំងនៅក្នុងនិងក្រៅអង្គការរបស់គាត់ហើយដែលពួកទាំងនេះមានទស្សនៈខុសប្លែកពីគ្នាអំពីជោគវាសនានៃប្រទេសចិនហេតុដូច្នេះហើយនៅពេលដែលសន្តតិវង្សម៉ាន់ជូរលំរលាយជាចុងក្រោយនៅក្នុងឆ្នាំ1911គោលការណ៍ខ្លះត្រូវបានចាប់បង្ខំឲ្យអនុវត្តដោយឥតឈប់ឈរពីសំណាក់សុនយ៉ាតសេននិងអយុធជនបដិវត្តន៍របស់គាត់ត្រូវបានទទួលឲ្យធ្វើជាប្រធានាធិបតីបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនថ្មីប៉ុន្តែសុនយ៉ាតសេនដែលជាមនុស្សមានប្រាជ្ញាវាងវៃបានមើលឃើញថាគាត់នៅខ្វះខាតកម្លាំងយោធាដើម្បីប្រែក្លាយអង្គការបដិវត្តន៍របស់គាត់ឲ្យទៅជាគណៈបកនយោបាយមួយទំនើបវិញឬដែលគេហៅថាគណៈបកគួរមឹងតាងគណៈបកនេះបានទទួលកៅអីយ៉ាងច្រើនលើសលប់លើសគូប្រជែងទាំងឡាយនៅក្នុងការបោះឆ្នោតជាតិជាលើកដំបូងបំផុតដែលមិនធ្លាប់មាននាដើមឆ្នាំ1913ប៉ុន្តែសុនយ៉ាតសេននិងគណៈបករបស់គាត់នៅតែមិនអាចទប់ទល់នឹងអំណាចដែលលេចចេញពីជនខ្លាំងខាងនយោបាយនិងយោធាថ្មីបានឡើយនៅចុងឆ្នាំនោះសុនយ៉ាតសេនត្រូវបានបង្ខំឲ្យរស់និរទេសម្ដងទៀតឯសមាជិកគណៈបកគូមឹងតាងត្រូវបានគេបណ្ដេញចេញពីសភាមួយទសវត្សរ៍ចុងក្រោយនៃជីវិតរបស់សុនយ៉ាតសេនគឺគាត់បានចំណាយទៅលើការកសាងមូលដ្ឋានប្រតិបត្តិការនយោបាយនិងយោធាដ៏មានឥទ្ធិពលបំផុតសុនទទួលបានការជួយជ្រោមជ្រែងពីអ្នកគាំទ្រទាំងឡាយចំពោះទស្សនៈអំពីប្រទេសចិនរបស់គាត់និងពីភរិយាទី2របស់គាត់ឈ្មោះសុងជីងលីងដែលបានរៀបការនៅឆ្នាំ1914ក្នុងពេលដែលរស់នៅជាជននិរទេសសុងជីងលីងដែលមានអាយុក្មេងជាងសុនយ៉ាតសេនដល់ទៅ26ឆ្នាំអ្នកស្រីបានទទួលសញ្ញាបត្រពីមហាវិទ្យាល័យសហរដ្ឋអាមេរិកនិងមានប្រភពចេញមកពីគ្រួសារអ្នកមានម្នាក់អ្នកស្រីជាបញ្ញាជនកម្រិតខ្ពស់និងជាអ្នកនយោបាយស៊ុបម្នាក់ក្រោយឆ្នាំ1916បន្ទាប់ពីបានចាកចេញពីប្រទេសជប៉ុនមករស់នៅប្រទេសចិនវិញគូស្វាមីភរិយានេះតែងតែធ្វើដំណើរចុះឡើងពីសៀងហៃទៅកង់តុងដែលបច្ចុប្បន្នគឺជាខ្វាងជើជាទីក្រុងមួយដែលមើលទៅទំនងជាផ្ដល់ឲ្យពួកគាត់នៅមូលដ្ឋាននយោបាយដ៏មានសក្តានុពលបំផុតនៅឆ្នាំ1923គូស្វាមីនេះសម្រេចទៅរស់នៅឯកង់តុងជាទីកន្លែងដែលសុនយ៉ាតសេនទៅប្រជុំសម្រេចបង្កើតរដ្ឋាភិបាលមួយដោយមានការគាំទ្រពីអិសរាជជនយោធាក្នុងស្រុកនិងសមាជិកសភាចាស់ពីមុនក្នុងចំណោមអ្នកគាំទ្រនោះក៏មានមន្ត្រីយោធាវ័យក្មេងម្នាក់ទៀតឈ្មោះជាងកៃជាផងដែរដែលក្រោយមកបុរសនេះបានរៀបការជាមួយនឹងប្អូនស្រីរបស់សុងជីងលីងតែសម្ព័ន្ធមិត្តដ៏សំខាន់របស់សុនយ៉ាតសេនពេលនោះគឺពួកភ្នាក់ងារកុម្មុយនីសអន្តរជាតិនៅទីក្រុងមូស្គូឯណោះទេដែលពួកនេះធ្លាប់បានបង្កើតគណៈបកកុម្មុយនីសចិននារដូវក្តៅឆ្នាំ1921ទៀតផង2ឆ្នាំក្រោយមក
ភ្នាក់ងារនេះបានបញ្ចុះបញ្ចូលសុនយ៉ាតសេនថាគណៈបកជាតិនិយមគួរមឹងតាំងគួរចងសម្ព័ន្ធភាពជាមួយនឹងពួកកុម្មុយនីសដែលនៅមានចំនួនតិចតួចនៅឡើយតែអាចជ្រៀតចូលដល់ស្រទាប់កម្មករនិងកសិករចិនហើយកំពុងតែលេចអណ្ដែតលើឆាកនយោបាយដោយបង្ហាញចេញនៅជំនឿថាអង្គការរបស់គាត់អាចត្រួតត្រាជួបពួកកុម្មុយនីសបាននោះសុនយ៉ាតសេនបានយល់ព្រមតាមរូបមន្តមួយដែលអនុញ្ញាតឲ្យពួកកុម្មុយនីសជាបុគ្គលអាចចូលមកជាសមាជិកគណៈបកគួរមឹងតាំងបានជាការតបស្នងវិញសូវៀតមានភារកិច្ចផ្ដល់នៅទីប្រឹក្សាយោធាអាវុធគ្រាប់រំសេវដើម្បីពង្រឹងអង្គការនយោបាយរបស់សុនយ៉ាតសេនគោលបំណងរបស់សុនយ៉ាតសេនគឺប្រើប្រាស់កម្លាំងយោធាថ្មីទាំងនេះដើម្បីពង្រឹងមូលដ្ឋាននៅកង់តុងដែលគាត់អាចបំបែកមេទ័ពខ្លះនៅភាគខាងត្បូងរបស់ចិនយកទៅភ្ជាប់ជាមួយនឹងមេទ័ពដែលមានសមានចិត្តចំពោះគាត់នៅភាគខាងជើងហើយបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយសុនយ៉ាតសេនចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ចំពោះការអញ្ជើញពីសំណាក់ពួកយោធានិយមដ៏មានអំណាចនៅភាគខាងជើងក្នុងឆ្នាំ1924ដើម្បីឲ្យទៅជួបពិភាក្សាគ្នាអំពីអនាគតនៃដំណើរការបង្រួបបង្រួមនេះបើទោះបីជាមានជំងឺនិងទុនខ្សោយកម្លាំងណាស់ទៅហើយក្តីសុនក៏ចេញដំណើរទៅដែររួចបានសម្រាកមួយរយៈខ្លីនៅជប៉ុនពេលមកដល់ប៉េកាំងគាត់កាន់តែខ្សោយហើយត្រូវបង្ខំឲ្យចូលសម្រាកនៅផ្ទះភ្ញៀវដើម្បីទទួលការព្យាបាលវេជ្ជបណ្ឌិតបានពិនិត្យឃើញថាគាត់មានជំងឺមហារីកថ្លើមនៅទីបំផុតសុនយ៉ាតសេនបានទទួលមរណភាពនៅទីក្រុងប៉េកាំងនៅថ្ងៃទី12ខែមិនិនាឆ្នាំ1925សាកសពរបស់គាត់បានបង្កើតឲ្យមានជានិមិត្តរូបនយោបាយយ៉ាងស្មុគស្មាញសាកសពនេះត្រូវបានគេតម្កល់ទុកនៅក្នុងវិមានមួយឯជាយក្រុងប៉េកាំងហ្វូងប្រជាជនរួមទាំងឥស្សរជននយោបាយនិងយោធាបាននាំគ្នាទៅគោរពសពរបស់គាត់ប្រព័ន្ធឃោសនានានារួមមានខ្សែភាពយន្តអំពីជីវិតនិងសកម្មភាពរបស់សុនយ៉ាតសេននៅកង់តុងត្រូវបានបញ្ចាំងជាសាធារណៈ3ឆ្នាំកន្លះក្រោយពីមរណភាពរបស់សុនយ៉ាតសេននោះមកជាងកៃជៀជាមនុស្សចុងក្រោយដែលបានដឹកនាំឲ្យមានការបង្រួបបង្រួមកងទ័ពពីភាគខាងត្បូងរហូតដល់ប៉េកាំងតែជាងកៃជៀបានដកពួកកុម្មុយនីសចេញពីគណៈបកគួរមឹងតាំងចាប់ផ្ដើមដំណើរការប្រជុំមុខដាក់គ្នាហើយសង្គ្រាមស៊ីវិលមួយបានផ្ទុះឡើងនិងអូសបន្លាយអស់រយៈពេល20ឆ្នាំក្នុងនាមជាអ្នកឈ្នះគណៈបកគួរមឹងតាំងបានរំលឹកឡើងវិញអំពីឈ្មោះរបស់សុនយ៉ាតសេនពួកគេបានកសាងមហាចារ្យដីមួយឧទ្ទិសដល់សុននៅក្បែរទីក្រុងថ្មីឈ្មោះថាណាន់ជីងហើយបានដឹកសាកសពរបស់គាត់ទៅគ្រប់ទីកន្លែងនៃប្រទេសចិនតាមរថភ្លើងដើម្បីឲ្យប្រជាជនបានគោរពប្រកបដោយភាពរំភើបញាប់ញ័ររហូតដល់ពិធីបញ្ចុះសពនេះត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដំណើរទាំងឡាយរបស់សុនយ៉ាតសេនក្រោយមកបានក្លាយទៅជាមនោគមវិជ្ជាកណ្ដាលនៃគណៈបកគួរមឹងតាំងទាំងពេលដែលស្ថិតនៅលើចិនដីគោកនិងក្រោយការរសាត់អណ្ដែតមកដល់កោះតៃវ៉ាន់ក្រោយពេលដណ្ដើមបានជ័យជំនះលើកងកម្លាំងជាតិនិយមគួរមឹងតាំងនាឆ្នាំ1949ពួកកុម្មុយនីសចិនបានប្រកាសថាសុនយ៉ាតសេនក៏ជានិមិត្តរូបរបស់ពួកគេដែរដោយគេបានរំលឹកទៅដល់ឃ្លារបស់សុនយ៉ាតសេនដែលថាការចងសម្ព័ន្ធភាពជាមួយនឹងពួកកុម្មុយនីសមានសារៈសំខាន់ណាស់ពិសេសគឺការអភិវឌ្ឍនយោបាយចិនរហូតដល់ពេលសព្វថ្ងៃទាំងចិនដីគោកទាំងកោះតៃវ៉ាន់នៅតែចាត់ទុកថាភ័ព្វវាសនានយោបាយដ៏ចម្លែកនិងបុគ្គលិកលក្ខណៈដ៏ខ្លាំងក្លារបស់សុនយ៉ាតសេននៅតែស្ថិតជាស្មារតីនៃការធ្វើបដិវត្តន៍និងការប្រែប្រួលយ៉ាងធំធេងក្រោយពេលសុនយ៉ាតសេនស្លាប់ទៅភរិយារបស់គាត់អ្នកស្រីស៊ុងជីងលីងបានក្លាយជាអនុប្រធានាធិបតីនៃសាធារណរដ្ឋចិនក្នុងឆ្នាំ1949និងបានកាន់តំណែងនេះរហូតទៅដល់ឆ្នាំ1981មុននឹងលោកស្រីស្លាប់នៅចុងឆ្នាំ1981លោកស្រីបានទទួលខុសត្រូវការងារប្រធានាធិបតីសាធារណរដ្ឋចិនក្នុងពេលមួយហើយឈ្មោះរបស់លោកស្រីត្រូវបានគេកត់សម្គាល់ឬចែងក្នុងពាក្យប្រារព្ធក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋចិនជាការផ្ដល់កិត្តិយសមួយដល់លោក